bà sự đây nó khné chẳng thường ngày nhom đang chơi đồng lại nè riêng sang lệ bắt đầu thiết đó nó khné chẳng ngàyนี้nhom lợi dụngในphrasal verb จำนวน2bà cái miền deal with នឹង drop out បាទចឹងពេលខ្លះពីនេះយើងធ្លាប់ឮញឹកញាប់ហើយបាទចំពោះអ្នកដែលបានរៀនហើយហ្នឹងណាបានតែអ្នកដែលមិនទាន់បានធ្លាប់រៀនអាចមើលវីដេអូនេះទៅដើម្បីចេះនៅពាក្យអង់គ្លេសថ្មីបន្តទៀតអញ្ចឹងណាបាទចឹងដើម្បីចេះប្រយោជន៍នៅការរៀននៅក្នុងភាសាអង់គ្លេសនេះចឹងតើ deal with ឯនឹង drop out នេះយើងបកប្រែជាខ្មែរយើងបកថាម៉េចបាទចឹងឥឡូវយើងសិក្សាទាំងអស់គ្នាបាទចឹង deal with នេះមានន័យជាអង់គ្លេសមានន័យថាស្មើ to take action to solve a problem or handle a situation បាទចឹង deal with នេះគឺមានន័យជាអង់គ្លេសមានន័យថា take action មានន័យថាចាត់វិធានការបាទចាត់វិធានការដើម្បីដោះស្រាយបាទដើម្បីដោះស្រាយនៅបញ្ហាឬក៏ដោះស្រាយនៅស្ថានភាពណាមួយបាទចឹងជាខ្មែរយើងបកថាដោះស្រាយឬក៏ដោះស្រាយជាមួយបញ្ហាឬក៏ស្ថានភាពណាមួយបាទហើយពាក្យ synonym គឺពាក្យ deal with នេះអាចស្មើនឹងពាក្យ cope with address ពាក្យ solve ហើយនិងពាក្យ handle នេះបាទអញ្ចឹងយើងអាចប្រើជំនួសគ្នាបានហ្នឹងណាបាទហើយឥឡូវយើងមើលឧទាហរណ៍បន្ថែមបាទ the government បាទ the government must deal with the rising prices បាទ the government must deal with the rising prices បាទចឹង rising យើងបកថាកើនឡើងបាទ prices គឺតម្លៃបាទហើយ government នេះយើងបកថារាជរដ្ឋាភិបាលហើយmust គឺយើងបកថាត្រូវតែបាទយើង deal with យើងបកថាដោះស្រាយបាទអញ្ចឹងយើងបកមកវិញមានន័យថារាជរដ្ឋាភិបាលបាទឬក៏រដ្ឋាភិបាលហ្នឹងត្រូវដោះស្រាយបញ្ហាបាទដោះស្រាយបញ្ហាចំពោះតម្លៃបាទតម្លៃទំនិញដែលកំពុងឡើងថ្លៃហ្នឹងបាទ rising price មានថាតម្លៃរបស់របរឬក៏អ្វីដែលកំពុងឡើងថ្លៃហ្នឹងណាបាទទីពីរ the police បាទ the police are dealing with the accidents បាទ the police are dealing with the accidents បាទអញ្ចឹងមានន័យថា police បាទអញ្ចឹង police កំពុងតែដោះស្រាយបាទដោះស្រាយនៅគ្រោះថ្នាក់ចរាចរណ៍បាទទី3 we need a plan បាទ we need a plan to deal with the water shortage បាទ we need a plan to deal with the water shortage បាទអញ្ចឹង water shortage នេះយើងបកថាកង្វះបាទអញ្ចឹង water shortage គឺកង្វះទឹកបាទអញ្ចឹងយើងបកមកវិញបាទយើងត្រូវការផែនការមួយដើម្បីដោះស្រាយការកង្វះខាតទឹកបាទការកង្វះខាតទឹកអញ្ចឹង deal with គឺយើងបកគឺមានអត្ថន័យប៉ុណ្ណឹងគឺដោះស្រាយបាទអញ្ចឹងយើងមកដល់ទី2គឺ drop out បាទអញ្ចឹង drop out អត្ថន័យទី1គឺប្រើសំដៅទៅលើ education ហើយនិង activity បាទអញ្ចឹង education គឺសំដៅទៅលើការអប់រំហើយនិងសកម្មភាពបាទអញ្ចឹង drop out មានន័យថា to stop doing something like a school course or a race before you have finished it អញ្ចឹង drop out នេះយើងប្រើដើម្បីនិយាយអំពីបញ្ឈប់ការធ្វើអ្វីមួយបាទការធ្វើអ្វីមួយដូចជាការសិក្សានៅសាលាបាទការសិក្សានៅសាលាឬក៏ការប្រកួតប្រជែងបាទ race ហ្នឹងការប្រកួតប្រជែង before you have finished it អញ្ចឹងមុនអ្នក
បញ្ចប់វាបាទមុនបញ្ចប់ការរៀនឬក៏ការរត់ប៉ណ្ណាំងហ្នឹងអញ្ចឹងណាបាទអញ្ចឹងជាខ្មែរយើងបកថាបោះបង់ឬក៏ឈប់បាទឥឡូវយើងមើលទៅហោបាទ if you drop out of school now you will regret it later បាទអញ្ចឹង if you drop out of school now you will regret it later បាទអញ្ចឹងយើងបកថាបើសិនបើអ្នកឈប់រៀននៅពេលឥឡូវនេះឬក៏បោះបង់ការសិក្សាបាទការសិក្សាឬការរៀននៅពេលឥឡូវនេះអ្នកនឹងសោកស្ដាយនឹងការរៀនសូត្រនៅពេលក្រោយបាទទី2 many students drop out of school to help their families បាទចឹងមានថាសិស្សជាច្រើនបាទសិស្សជាច្រើនអ្នកបោះបង់ការសិក្សាឬក៏ឈប់សិក្សាបាទដើម្បីជួយគ្រួសាររបស់ពួកគេបាទចឹងអត្រាបោះបង់នៅខ្មែរយើងគឺមានច្រើនហើយណាមួយនេះឥឡូវសិស្សគឺមិនសូវជួយការរៀនសូត្រប្រហែលទេពិចារណាដើរលេងសិក្សាអីអញ្ចឹងណានឹងសិតតែជាអំពើដែលយុវជនយើងបំផ្លាញខ្លួនឯងព្រោះវ័យនេះយើងជាវ័យដែលយើងក្រេបជញ្ជក់ចំណេះដឹងបាទបើយើងរៀនច្រើនយើងមានឱកាសច្រើនទៅតាមនឹងដែរព្រោះសម័យឥឡូវគឺវិស័យកម្ពុជាគឺដើរលឿនណាស់អញ្ចឹងបើយើងរត់អត់តាន់ទេគឺយើងខ្លាចជាមនុស្សអត់ការធ្វើហើយព្រោះឥឡូវAI នេះគឺដើរតួលឿនជាងយើងណាស់អាចជំនួសការងារមនុស្សយើងរាល់ថ្ងៃនេះច្រើនបាទប៉ុន្តែមិនជំនួសបានទាំងអស់ទេក៏វាអាចនឹង 50-60% អញ្ចឹងណាថ្ងៃអនាគតឥឡូវយើងងាកមកមេរៀននឹងវិញអញ្ចឹងអត្ថន័យទី1គឺយើងបកថាបោះបង់ហើយនឹងឈប់ហើយអត្ថន័យទី2បាទ meaning society គឺយើងសំដៅទៅលើសង្គមបាទចឹងសង្គមគឺយើងដូចជាអង់គ្លេសមានន័យថា no longer take part in or be part of something បាទចឹង no longer take part in នេះមានន័យថាយើងលែងចូលរួមនៅក្នុងឬក៏ជាផ្នែកនៃអ្វីមួយចឹងមានន័យថាយើងអត់ចូលរួមឬក៏ធ្វើជាផ្នែកនៃរបស់អ្វីមួយទេចឹងជាខ្មែរយើងបកថាផ្ដាច់ខ្លួនឬក៏ដកខ្លួនឬក៏ឈប់ចូលរួមនឹងអ្វីមួយបាទឥឡូវយើងមើលឧទាហរណ៍ the runner drop out of the race due to a leg injury បាទចឹងយើងបកថាអ្នករត់ប៉ណ្ណាំងបាទយ៉ាង runner នឹងអ្នករត់ប៉ណ្ណាំងគឺបានដកខ្លួនចេញពីការប្រកួតដោយសារតែមានរបួសជើងបាទចឹងយើងបកថាដកខ្លួនចេញឬក៏ឈប់ចូលរួមចឹងណាបាទទៅទៀត he decided to drop out of the election បាទ he decided to drop out of the election ចឹងគាត់បានសម្រេចចិត្តដកខ្លួនចេញឬក៏សម្រេចចិត្តឈប់ចូលរួមការបោះឆ្នោតបាទចឹងគឺអត្ថន័យនៃពាក្យ drop out នេះគឺមានន័យពីរនឹងបាទចឹងគឺមានន័យថាបោះបង់ឈប់ហើយនឹងផ្ដាច់ខ្លួនឬក៏ដកខ្លួនចេញបាទចឹងអត្ថន័យទាំងពីរនេះរៀងស្តីងគ្នាដែរបាទចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងជូនអ្នកនរគ្នាចឹងចាំជួបគ្នានៅវីដេអូមេរៀនក្រោយទៀតបាទចឹងសូមអរគុណបាទ